កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ផ្សេងទៀតដែលបានលើកឡើងពិភាក្សាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកតូលឹមអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសវៀតណាមនិងលោកថងលុនស៊ីសូលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវកាលពីថ្ងៃទី6ដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុននេះដែរកម្ពុជាវៀតណាមបានឯកភាពជំរុញនិងសម្របសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបន្ថែមទៀតនិងបានបដិញ្ញាសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន$20 ប៊ីលានអាមេរិកនៅពេលអនាគតចំណែកឯកម្ពុជាឡាវវិញបានសាទរចំពោះការវិវត្តនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជានិងឡាវកន្លងមកនិងបានទទួលស្គាល់អំពីសក្តានុពលសំខាន់ៗសម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគីហើយក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរសហការគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យឈានដល់គោលដៅ$700 លានអាមេរិកត្រឹមឆ្នាំ2030ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះដែរលោកហុងវណ្ណៈអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជាលើកឡើងថាទំនាក់ទំនងកម្ពុជាវៀតណាមកម្ពុជាឡាវជាទំនាក់ទំនងប្រពៃណីដែលប្រទេសទាំងបីបានកសាងជាមួយគ្នាយូរមកហើយដើម្បីបង្កើនសមិទ្ធផលបន្តទៅទៀតប្រទេសទាំងបីត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតខណៈកម្ពុជាត្រូវសិក្សាបន្ថែមទៀតនៅសក្តានុពលរបស់ប្រទេសវៀតណាមនិងប្រទេសឡាវផងដែរទាក់ទងជាមួយនឹងការជំរុញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជាឡាវកម្ពុជាជាមួយនឹងវៀតណាមយើងដឹងហើយថាឡាវជាប្រទេសមួយដែលមានប្រជាជនតិចក៏ប៉ុន្តែក៏ជាទីផ្សាររបស់កម្ពុជាមួយដែររីឯប្រទេសវៀតណាមជាប្រទេសដែលមានប្រជាជនច្រើនប្រទេសធំមានសេដ្ឋកិច្ចខ្លាំងក្លាហើយកម្ពុជាយើងមានប្រជាជនតិចហើយសេដ្ឋកិច្ចតូចជាងប្រទេសវៀតណាមដូច្នេះខ្ញុំគិតថាយើងគួរពង្រឹងឬក៏ជំរុញបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសវៀតណាមក៏ដូចជាប្រទេសឡាវដែរដើម្បីជំរុញឬក៏បង្ហូរនៅមុខទំនិញសំខាន់ដែលកម្ពុជាមានយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្មឆ្នាំ2025ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមសម្រេចបានទឹកប្រាក់7កណ្ដោសញ្ញា$7,000 លានធ្លាក់ចុះ1%ធៀបនឹងឆ្នាំ2024ដែលមានទំហំ7កណ្ដោសញ្ញា$8,000 លានសូមបញ្ជាក់ថានារសៀលថ្ងៃទី6ខែកុម្ភៈឆ្នាំ2026លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញដឹកនាំប្រជុំនាយករដ្ឋមន្ត្រី3ប្រទេសផងដែរគឺប្រទេសកម្ពុជាវៀតណាមឡាវហើយលោកបានជំរុញប្រទេសទាំង3បន្តផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននឹងការតភ្ជាប់កាន់តែទូលំទូលាយតាមរយៈហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនវប្បធម៌ទេសចរនិងធម្មពលអគ្គិសនីផងដែរ